ជម្រាបសួរប្រិយមិត្ត KH News ជាទីមេត្រីចាប់តាំងពីផ្ទុះសង្គ្រាមរវាងខ្មែរថៃមកកងទ័ពកម្ពុជាបានបង្ហាញសពាវុធទំនើបជាច្រើនប្រភេទក្នុងចំណោមយុទ្ធោបករណ៍យោធាទាំងនោះកាំភ្លើងលបបាញ់ Sniper LG5 QLU11 ឬក៏ QLU131 ដែលផ្លាស់ដោយក្រុមហ៊ុន Renco របស់ប្រទេសចិននឹងត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2011ហើយក៏ជាកាំភ្លើង Sniper ដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងសង្គ្រាមមួយនេះដូច្នេះថ្ងៃនេះខ្ញុំនឹងលើកយកពីអានុភាពរបស់វាមកធ្វើការ review ចែកជូនដល់ប្រិយមិត្តយើងឲ្យបានដឹងពីសមត្ថភាពរបស់កាំភ្លើងលបបាញ់ QLU11 LG5 ឬក៏ Sniper QL11 គឺជាប្រភេទ Sniper បាញ់ក្របបែកសម្រាប់បាញ់ប្រឆាំងនឹងរថពាដែកឬក៏រថយន្តយោធាដែលវាមានបណ្ដោយប្រវែង1225មីលីម៉ែត្រទម្ងន់12.9គីឡូក្រាមប៉ុន្តែនៅពេលវាបំពាក់ telescope និងកាមេរ៉ានិងជើងទម្ររួចមានទម្ងន់23គីឡូក្រាមប្រើប្រាស់គ្រាប់ពីរប្រភេទគឺ40គុណនឹង53មីលីម៉ែត្រ HV និងប្រភេទ35គុណនឹង32មីលីម៉ែត្រ SR ដែលបាញ់បានចម្ងាយចាប់ពី1000ម៉ែត្រទៅ2220ម៉ែត្រជាចម្ងាយបាញ់ដែលមានប្រសិទ្ធភាពដែលក្នុងមួយបង់របស់វាមាន4ទៅ15គ្រាប់ឬក៏5ទៅ7គ្រាប់អាស្រ័យលើប្រភេទបង់នីមួយៗដូចជាបង់ត្រឡោកឬក៏ហៅថាត្រាំ magazine ជាដើមចំណែកអត្រាល្បឿននៃគ្រាប់រត់វិញគឺ320ម៉ែត្រក្នុង1វិនាទីកាំភ្លើងលបបាញ់ QLU11 នេះអាចបំពាក់ប្រព័ន្ធ laser ស្វែងរកគោលដៅនិង telescope កាមេរ៉ាចាប់យករូបភាពសត្រូវដែលលាក់ខ្លួនតាមទីកំបាំងនានានិងអាចចាប់យករូបភាពសត្រូវដែលលាក់ខ្លួនក្នុងទីងងឹតផងដែរQLU11 គឺជាប្រភេទកាំភ្លើងលបបាញ់ដ៏ទំនើបចំនួនថ្មីដែលវាមានបំពាក់មុខងារជាច្រើនទៀតដូចជាប្រព័ន្ធគ្រប់គ្រងនៃការបាញ់ជាដើមសពថ្ងៃប្រទេសដែលប្រើប្រាស់វាមានដូចជាអារ៉ាប៊ីសាអូឌីតចិននិងប្រទេសដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកហើយសូម្បីតែកងទ័ពអាមេរិកក៏បានលួចវឹកហាត់បាញ់កាំភ្លើងប្រភេទនេះផងដែរចំណែកឯប្រទេសកម្ពុជាយើងទើបតែឃើញប្រើប្រាស់ក្នុងសម្យុទ្ធនាមាសនាឆ្នាំ2023និងសង្គ្រាមជាមួយថៃនាឆ្នាំ2025នេះ